នៅសម័យថ្ងៃមួយមានលោកគ្រូម្នាក់ឈ្មោះលោកគ្រូដុងជាអ្នកពូកែលេងខាងមុនអាគមខ្មៅគាត់មានចិញ្ចឹមខ្មោចគេជាច្រើនទុកធ្វើជាបរិវាររបស់គាត់ហើយក៏មានគ្រូអាគមជាច្រើនដែលបានចាញ់នៅក្រោមដៃរបស់គាត់ដែរអ្នកភូមិបានឃើញលោកគ្រូដុងបានយកសំណែនទៅដាក់សែននៅក្នុងព្រៃស្ទឹងតែជារៀងរាល់ថ្ងៃទៅហើយតែគ្មានអ្នកណាម្នាក់ហ៊ានទៅប៉ះពាល់សំណែនទាំងអស់នោះទេណែមើលនេះប្រហែលជារបស់លោកគ្រូដងទៀតហើយមើលទៅអើមានរបស់នរណាទៀតគឺមានតែរបស់លោកគ្រូដងនឹងហើយព្រោះនរណាក៏ដឹងថាគាត់ពូកែយកសំណែនមកដាក់សែននៅក្នុងព្រៃនេះណាតែតាមតែគាត់ទៅបើយើងមិនបានទៅធ្វើអីគាត់ក៏មិនមកធ្វើអីយើងដែរមានហើយយើងទៅរកឃ្មុំទៅប្រញាប់ឆាប់បានត្រឡប់មកផ្ទះវិញនិយាយពីពូសាំងឯនេះវិញគាត់ទៅជាអ្នកដែលមករស់នៅក្នុងភូមិជាមួយនឹងលោកគ្រូដងដែលគ្រាន់តែថាម្នាក់រស់នៅដើមភូមិនិងម្នាក់ទៀតរស់នៅចុងភូមិប៉ុណ្ណោះពួកថ្ងៃនេះកូនគិតថាចង់សុំពួកចូលទៅក្នុងព្រៃដើម្បីបរបាញ់សត្វព្រោះអីខ្ញុំខានចូលទៅក្នុងព្រៃភ្នំជាយូរមកហើយពួកចង់ឡើងភ្នំក៏ឡើងទៅកូនតែកូនកុំសូវចូលទៅក្នុងព្រៃជ្រៅពេកណាកូនបាទពុកកូនដឹងហើយនៅពេលដែលបានសុំឪពុករួចហើយដាវក៏បានធ្វើដំណើរចូលទៅក្នុងព្រៃដោយនៅនឹងដៃមានកាន់កំភ្លើងមួយដើមប៉ុណ្ណោះនៅថ្ងៃនោះគេបាញ់សត្វមិនបានសោះដោយអស់កម្លាំងនឹងថ្ងៃក៏រៀងរសៀលផងនោះគេក៏បានត្រឡប់មកផ្ទះវិញថ្ងៃនេះបាញ់សត្វមិនបានសំបីតែមួយក្បាលហើយថ្ងៃក៏រៀងរសៀលទៀតនៅទីនេះយូរមិនកើតទេមានតែប្រញាប់ត្រឡប់ទៅផ្ទះវិញហើយទៅបាននៅពេលដែលកំពុងដើរតាមផ្លូវដាវក៏បានឃើញនឹងសំណែនមួយដែលមានដាក់ក្បាលជ្រូកមួយនិងចេកមួយស្និតដែលដាក់នៅនឹងក្បែរគល់ឈើធំមួយដើមដោយហេតុតែគេនៅក្មេងនិងស្ទានផងនោះគេក៏មិនសូវបានគិតអ្វីច្រើននោះទេគេក៏បានទៅអង្គុយស៊ីសំណែននោះយ៉ាងឆ្ងាញ់ពិសានៅពេលដែលគេកំពុងតែស៊ីសំណែននោះគេមិនបានដឹងឡើយថាមានភ្នែកមួយគូកំពុងតែឈរមើលគេនៅក្បែរនោះនៅពេលដែលបានត្រឡប់មកដល់ផ្ទះវិញឪពុកក៏បានសួរទៅកាន់កូនថាចង់មិនហើយកូនទៅបាញ់សត្វថ្ងៃនេះបានអ្វីមកវិញខ្លះអូយគ្មានបានអីទេពូអើយសត្វនៅថ្ងៃនេះវាមិនអោយកូនបាញ់សោះមិនដឹងថាមកពីហេតុអ្វីទេក្រែងលោមានអ្នកដែលគេទៅបាញ់សត្វច្រើនហើយមើលទៅបានជាធ្វើឲ្យពពួកសត្វទាំងអស់នោះវាមិននៅស្ងៀមឲ្យយើងបាញ់អញ្ចឹងមើលឆាប់ទៅងុយទឹកងុយអីទៅឆាប់បានមកហូបអីជុំគ្នាបាទពុកនៅយប់នោះនាយដាវគេមិនបានប្រាប់ឪពុកម្ដាយគេឡើយថាគេបានឃើញសំណែននៅក្នុងព្រៃនិងព្រមទាំងបានហូបសំណែននោះទៀតផងនៅយប់ជ្រៅបន្តិចសំឡេងសត្វបៀមក៏បានយំនៅនឹងដើមឈើនៅនឹងក្បែរផ្ទះរបស់ពូសាំងបើក្រឡេកទៅមើលនាយដាវមិនដឹងថាគេកំពុងតែនិយាយជាមួយអ្នកណានោះទេនៅក្បែរបង្អួចទាំងភ្នែកកំពុងតែបិទជិតឃើញបែបនេះពូសាំងខំទៅអង្រូនកូនដើម្បីឲ្យភ្ញាក់តែពេលដែលគាត់បានក្រឡេកមើលទៅខាងក្រៅបង្អួចគាត់បានឃើញរូបរាងស្ត្រីចំណាស់នេះនាងគ្រប់ភ្នែកលេនបានធំសម្លឹងមកកាន់គាត់ពូសាំងគាត់ដឹងច្បាស់ថានេះមិនមែនជាមនុស្សនោះទេដោយគាត់ក៏ជាអ្នកចេះមុនអាគមខ្លះដែលគាត់ក៏បានសូត្រនៅមុនគាថារបស់គាត់ដាក់ទៅលើព្រះទៅនេះរហូតធ្វើឲ្យគេរលាយបាត់ទៅបន្ទាប់មក
កូនប្រុសរបស់គាត់ក៏ស្ដាប់តែដួលសន្លប់នៅនឹងរនាបក្តារផ្ទះនៅថ្ងៃបន្ទាប់នាយដាវគេតែងតែធ្វើខ្លួនប្លែកៗមានពេលខ្លះគេបានទៅអង្គុយស៊ីត្រីឆៅនិងមានពេលខ្លះទៀតគេបានទៅអង្គុយសង្កូកដូចជាមនុស្សគ្មានប្រលឹងនៅក្នុងខ្លួន ពួកវាមួយរយៈនេះខ្ញុំឃើញអាដាវកូនយើងវាចូលចិត្តធ្វើខ្លួនប្លែកហើយមានពេលខ្លះខ្ញុំបានឃើញវាអង្គុយស៊ីសាច់ឆៅទៀតផងណាពួកវាខ្ញុំសង្ស័យថានេះមិនមែនជាអាដាវកូនយើងទេណាពួកវាព្រោះខ្ញុំចិញ្ចឹមកូនយើងមកតាំងពីតូចចារឹកវាយ៉ាងម៉េចខ្ញុំដឹងច្បាស់ណាស់ ពិតមែនហើយខ្ញុំក៏សង្កេតឃើញថាវាប្លែកដែរចាប់តាំងពីវាចេញមកពីព្រៃវាតែងតែនិយាយស្ដីនឹងធ្វើអ្វីប្លែកដូចជាវាមិនមែនជាកូនយើងទាល់តែសោះតែដូចឯងបានដឹងហើយថាខ្ញុំគឺជាគ្រូអាគមដែលចេះមុនអាគមពិតមែនតែខ្ញុំមិនអាចមើលដឹងថាកូនប្រពន្ធខ្លួនឯងគិតអីនោះទេគឺខ្ញុំមើលមិនដឹងឡើយព្រោះថាកំបិតមិនអាចចិត្តដងឯងបានទេតែចាំមើលខ្ញុំទៅរកបងជាដូនមួយខ្ញុំឲ្យគាត់មកជួយមើលព្រោះថាគាត់ក៏ជាគ្រូអាគមម្នាក់ដែរចាំមើលខ្ញុំទៅសួរគាត់ថាគាត់អាចជួយយើងបានឬអត់និយាយហើយពូសាំងក៏បានដើរចាក់ចេញទៅបាត់ថ្ងៃរៀងរសៀលបន្តិចពូសាំងក៏បានជិះរទេះគោរបស់គាត់សម្ដៅទៅរកផ្ទះបងជីដូនមួយដែលនៅឆ្ងាយពីភូមិរបស់គាត់ពូសំពេលដែលទៅដល់ពូសាំងបានប្រាប់នៅរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់បងជីដូនមួយរបស់គាត់បើតាមតែអញស្ដាប់មើលទៅកូនឯងប្រហែលជាត្រូវរបស់គេហើយព្រោះអីអ្នកដែលត្រូវអំពើគេគឺតែងតែធ្វើរឹកពីនិងនិយាយស្ដីប្លែកជាពិសេសគឺពួកគេចូលចិត្តស៊ីសាច់ឆៅណាស់តើមួយរយៈនេះតើឯងឬក៏កូនប្រពន្ធឯងមានបានទៅធ្វើអីឬក៏មានទំនាស់ទាស់ទែងជាមួយអ្នកណាឬអត់អត់ទេបងត្បិតតែខ្ញុំចេះមុនអាគមពិតមែនប៉ុន្តែខ្ញុំមិនដែលចង់ទៅប៉ះពាល់អ្នកណាឡើយតែថាមុនថ្ងៃដែលកូនខ្ញុំខ្លាចជាបែបនេះមួយថ្ងៃគឺវាបានសុំខ្ញុំទៅបាញ់សត្វនៅក្នុងព្រៃដល់ពេលដែលវាមកវិញវាក៏ខ្លាចទៅជាបែបនឹងទៅច្បាស់ណាស់ច្បាស់ជាកូនឯងបានទៅប៉ះពាល់ឬក៏ធ្វើរឿងអ្វីមួយហើយទើបធ្វើឲ្យពពូខ្មោចព្រាយវាតាមមកនៅក្នុងខ្លួនប្រាណរបស់កូនឯងចឹងបើអញ្ចឹងតើបងអាចជួយខ្ញុំបានឬអត់ចាំមើលអញទៅដល់ទីនោះសិនព្រោះអញមិនដឹងថាសមត្ថភាពគ្រូខាងគេប៉ុណ្ណាទេអញមិនហ៊ានថាឡើយមិនចាំយូរពូសាំងក៏បាននាំពូខនត្រឡប់មកផ្ទះរបស់ខ្លួនវិញយ៉ាងប្រញាប់វេលាស្មើនឹងម៉ោង 5 ល្ងាចទៅហើយដោយហេតុតែនៅតាមផ្លូវសម្បូរទៅដោយដើមឈើធំជាច្រើនទើបធ្វើឲ្យបាំងអស់ពន្លឺរស្មីព្រះអាទិត្យដែលបណ្ដាលឲ្យបរិវេណដែលនៅទីនោះប្រែជាងងឹតមើលអ្វីមិនសូវច្បាស់ឡើយនៅតាមផ្លូវឮតែសំឡេងសត្វល្អិតនិងសំឡេងសត្វមេមយំមួយនៅតាមដើមឈើអាសង្ឃតើនេះឯងទៅរស់នៅទីណាវិញហើយស្មើណាបានទៅដល់ផ្ទះឯងហ៎ខ្ញុំមករស់នៅទីនេះទើបតែបានមួយខែទេបងហើយយើងធ្វើដំណើរឆ្លងផុតទៅព្រៃនេះទៅគឺដល់ភូមិដែលខ្ញុំរស់នៅហើយបងកំពុងតែធ្វើដំណើរសក់នៅពេលនោះក៏ស្រាប់តែលេចចេញនៅព្រាយស្រីមួយក្បាលនៅចំពីមុខផ្លូវរបស់ពួកគាត់ពួកឯងត្រូវតែស្លាប់និយាយរួចនាងក៏ប្រងតែនឹងមកវាយប្រហារអ្នកទាំងពីរទៅហើយក៏ប៉ុន្តែនាងមិនអាចចូលទៅក្បែរពួកគាត់បានទេក៏ព្រោះតែមានរបាំងពណ៌មាសមួយបានមកហ៊ុំព័ទ្ធពួកគាត់ការពារមិនឲ្យព្រាយស្រីនោះចូលបានទេទោះនាងព្យាយាមយ៉ាងណាក៏នាងនៅតែមិនអាចធ្វើអ្វីពួកគាត់បានឡើយតើនាងមកទីនេះក្នុងបំណងអ្វីគឺម្ចាស់របស់យើងរើយើងអោយមកកូនរបស់ឯងត្រូវតែស្លាប់តើម្ចាស់ឯងជានរណាហើយតើកូនប្រុសរបស់យើងបានទៅធ្វើអីខុសទៅលើពួកឯងកូនរបស់ឯង
គឺវាបានទៅស៊ីសំឡេងដែលម្ចាស់របស់យើងបានដាក់សែនឲ្យយើងមិនទាន់ទាំងបានរួមកូនចៅរបស់យើងទៅស៊ីផងតែកូនរបស់ឯងវាបានមកស៊ីអស់អញខឹងណាស់អញចង់បានជីវិតកូនរបស់ឯង មកដល់ពេលនេះតើពូសាំងបានដឹងច្បាស់ថាកូនប្រុសរបស់គាត់បានទៅប៉ះពាល់សំឡេងរបស់គេទើបបានជាធ្វើឲ្យគេខឹងសម្បាបែបនេះតើមានអ្វីមកដោះដូរជាមួយនឹងជីវិតកូនប្រុសរបស់ខ្ញុំបានទេ ចាស់យើងគឺចង់បានជីវិតកូនប្រុសរបស់ឯងបើឯងចង់បានកូនប្រុសរបស់ឯងមកវិញលុះត្រាតែឯងយកឈ្នះម្ចាស់របស់យើងសិន គ្រាន់តែនិយាយចប់ព្រាយស្រីនោះក៏បានរលាយបាត់ពីមុខរបស់ពួកគាត់បាត់ទៅអញមិនចង់ប៉ះអាគមជាមួយនឹងអ្នកណាទេចាំមើលអញសមាធិផ្លោចិត្តទៅនិយាយចរចាជាមួយនឹងគេសិនក្រែងលោគេអាចលើកលែងឲ្យយើងបានមិនទាន់ទាំងបានទៅនិយាយស្ដីជាមួយនឹងពួកគេផងវិញ្ញាណគ្រូនោះក៏បានដើរមកហើយក៏បាននិយាយមកកាន់ពួកគាត់ថាមិនចាំបាច់ចរចាជាមួយអញទេជីវិតក្មេងប្រុសម្នាក់នេះយើងដឹងតែយកហើយបើពួកឯងខ្លាំងមកដណ្ដើមយកទៅវិញទៅ មើលទៅគ្រូនេះគេមិនព្រមលើកលែងឲ្យយើងទេម្ដងនេះបើយើងខ្លាំងគឺយើងឈ្នះបើគេខ្លាំងគឺគេឈ្នះហើយផ្ទៃមេឃក៏ចាប់ផ្ដើមប្រែជាពណ៌ខ្មៅសំឡេងផ្គររន្ទះក៏រលឺឡើងសង្គ្រាមអាគមរវាងគ្រូទាំងពីរក៏ចាប់ផ្ដើមឡើងដូចគ្នារំពេចនោះសំឡេងសត្វខ្លាមួយក្បាលក៏រលឺឡើងនៅចំពីមុខពួកគាត់ឃើញបែបនេះគូខនក៏បានលើកដៃប្រណម្យរួចក៏សូត្រចេញនៅគូបាមួយយ៉ាងធំរួចក៏រត់យ៉ាងលឿនដើម្បីទៅប្រយុទ្ធជាមួយនឹងសត្វខ្លានោះសត្វទាំងពីរប្រយុទ្ធគ្នាអស់រយៈពេលជាយូរក៏នៅតែមិនទាន់ដឹងចាញ់ឈ្នះរួចពួកវាក៏បានរលាយបាត់ទៅវិញរៀងៗខ្លួនលោកគ្រូដងបានបញ្ជូនខ្មោចព្រៃមួយយ៉ាងច្រើនខ្លះអត់ដៃខ្លះអត់ជើងហើយខ្លះទៀតអត់ក្បាលក៏មានឃើញមិនស្រួលពូខនក៏បានដកយកដំរីអាគមមួយពេញមួយរួចក៏បោះវាទៅខាងមុខសំឡេងដំរីស្រែកខ្លួនតាមទៅពេញព្រៃរួចក៏លេចចេញនៅរូបដំរីមួយក្បាលយ៉ាងធំមើលទៅដូចជាមានអំណាចលើសត្វដទៃដំរីនោះក៏បានចូលទៅវាយប្រហារលើខ្មោចព្រៃទាំងអស់នោះម្ដងមួយរហូតដល់ពួកវាបានរលាយបាត់អស់នៅពេលដែលពួកខ្មោចព្រៃទាំងអស់នោះបានរលាយបាត់ទៅគ្រូខនក៏បានសូត្រនៅមុខគុំបន្ថែមដាក់ទៅលើដំរីនោះរួចក៏បញ្ជូនដំរីនោះឲ្យទៅជន់គ្រូដងរហូតដល់ស្លាប់បាត់ទៅពួកគាត់ទាំងពីរដឹងច្បាស់ថាគាត់យកឈ្នះនៅសឹកអាគមមួយនេះហើយពួកគាត់ក៏បានឡើងលើរទេះគោរួចក៏បរសំដៅទៅក្នុងស្រុកភូមិមកដល់ផ្ទះពូសាំងឃើញកូនរបស់គាត់មានសភាពធម្មតាគាត់សប្បាយចិត្តណាស់ហើយគាត់ក៏បានអរគុណទៅដល់បងជីដូនមួយរបស់គាត់ដែលបានមកជួយក្នុងរឿងនេះ